mình nữបើសិនជាគេចង់នៅមួយយើងណាគេនឹងរកវិធីគ្រប់សពបែបយ៉ាងដើម្បីបាននៅមួយយើងបើសិនជាករណីគេធ្វើកំហុសអីមួយគេរកវិធីសាស្ត្រកែហ្មងគេរកចំណុចកដាលមួយថាទៅដើម្បីអាចរស់នៅមួយគ្នាបានហ្មងប៉ុន្តែបើសិនជាគេគាត់ថាយើងអត់មានកន្លែងគ្រប់គ្រាន់ឲ្យនៅជាមួយគេនឹងមាន like he find a lot of excuse ដើម្បីការពារខ្លួនគេថាអូខេហេតុអីបានគេប្រព្រឹត្តរឿងបែបហ្នឹងគេធ្វើរឿងបែបហ្នឹងគឺដោយសារតែអីគេព្យាយាមឲ្យយល់ឲ្យយើងនឹងទៅយល់ពីគេថារឿងហ្នឹងគេធ្វើឡើងដោយសារអីគេនិយាយទៅគេព្យាយាមរកអីការពារដោយសារតែគេអត់ចង់កែកំហុសហ្នឹងនិយាយទៅគឺគេអត់ចង់កែកំហុសហ្នឹងទេអញ្ចឹងគេនឹងព្យាយាមស្វែងរក excuse សពគ្រប់បែបយ៉ាងដើម្បីលៀងខ្លួនគេដើម្បីឲ្យគេអាចនៅប្រព្រឹត្តកំហុសហ្នឹងដដែលពីអញ្ចឹងណាហើយមនុស្សស្រីយើងនៅពេលដែលយើងឆ្លាញ់តែគេម្នាក់ពេលខ្លះមនុស្សប្រុសហ្នឹងគាត់ excuse គាត់ស្ដាប់ច្បាស់ឡើងសូឡាមហ្មងឡើងភ្លាវឡើងអត់តំណងហ្មងប៉ុន្តែមនុស្សស្រីតែងតែព្យាយាមស្វែងរកចំណុចណាមួយដូចរលេះឲ្យគេរលេះថាចាអូគាត់ធ្វើចឹងតែអញ្ចេះទេតាមពិតទៅគាត់ឆ្លាញ់ខ្ញុំទេគាត់មានបញ្ហានេះគាត់មានបញ្ហានោះតាមពិតគាត់មិនមែនជាមនុស្សអាក្រក់បែបហ្នឹងទេតាមពិត he not that kind of people គាត់មិន treat ខ្ញុំអាក្រក់ចឹងដោយចេតនាទេគឺគាត់អត់មានចេតនាទេវាខំប្រឹងរក excuse ឲ្យគេវាចឹងអាហ្នឹងមនុស្សស្រីនៅពេលដែលឆ្លាញ់ណាគេម្នាក់ពីច្រើនគឺច្រើនលងងបែបហ្នឹងចាទាំងខ្ញុំទាំងគេគឺភាគច្រើនគឺលងងបែបហ្នឹងចាចឹងបានក្រោយពេលឆ្លងកាត់បទពិសោធន៍ស្នេហាហើយនឹងមានអារម្មណ៍ថាជួបរឿងជួយចាប់ច្រើនមកខ្ញុំមានអារម្មណ៍ថាមានអារម្មណ៍ថាយើងត្រូវចេះឆ្លាញ់ខ្លួនឯងយើងត្រូវចេះឆ្លាតហើយយើងត្រូវចេះធ្វើខ្លួនមួយឲ្យគេស្រួលឆ្លាញ់ការឆ្លាញ់នឹងម្នាក់វាវាទាមទារ a lot of effort ដើម្បីយើងត្រូវមកឆ្លាញ់គ្នាយើងមិនមែនគ្រាន់តែថាឃើញហើយចាប់អារម្មណ៍ចង់ឆ្លាញ់ក៏ឆ្លាញ់ទៅអត់ចាប់អារម្មណ៍ក៏ទុកចោលទៅវាដូចថាស្នេហាមួយឆាវគឺអាចគ្រូនៅមួយគ្នាយូរបានទេព្រោះបើសិនជាឃើញណាគេឆ្លាញ់ម្នាក់ភ្លាមអាហ្នឹងគឺវាងាយស្រួលជាងឆ្លាញ់ណាគេម្នាក់គ្រាន់តែឃើញដើម្បីគ្រាន់តែមកចាប់អារម្មណ៍ឆ្លាញ់គឺវាងាយហ្មងប៉ុន្តែបើសិនជាយើងចង់ថែរក្សាចំណងស្នេហាហ្នឹងឲ្យវាបានយូរអង្វែងឬក៏លក្ខណៈថាឆ្លាញ់គ្នាដោយមានក្តីសុខដែលធ្វើឲ្យដៃគូសងខាងហ្នឹងមានផាសុកភាពក្នុងការរស់នៅមួយគ្នាឆ្លាញ់គ្នាឲ្យចុះសម្រុងហ្មងគឺយើងត្រូវទៀមទារឿងរ៉ាវជាច្រើនដែលយើងត្រូវធ្វើវាមិនមែនធំថាអូនចូលចិត្តញ៉ាំអីងាយនឹងនិយាយទូរស័ព្ទមួយគ្នាហើយអូនចង់បានអីបងទិញឲ្យវាមានរឿងច្រើនវាមានរឿងច្រើនខ្លាំងហ្មងមិនថាការ support ផ្នែក emotional ការ support ផ្លូវកាយផ្លូវចិត្តឬក៏ពេលខ្លះអាចហិរញ្ញវត្ថុអីចឹងណាហ្នឹងហើយវាទាមទារច្រើនហើយបើសិនជាអ្នកគ្នាចង់ដឹងថាតើមនុស្សហ្នឹងគាត់ឆ្លាញ់យើងអត់វាអត់ពិបាកសម្គាល់ទេយើងគ្រាន់តែមើលថាតើពេលមានបញ្ហាអីមួយតើគាត់ព្រមលើកបញ្ហាហ្នឹងដាក់លើតុហើយគាត់ព្រមតម្លាក់ ego តម្លាក់មុខមាត់គាត់ព្រមតម្លាក់ចោលមិត្តភក្តិគាត់ឬក៏រឿងអីផ្សេងៗដែលធ្វើឲ្យយើងអត់សប្បាយចិត្តហ្នឹងលើកឡើងយកមកជជែកគ្នាយកមកនិយាយយកមករកដំណោះស្រាយអត់បើសិនជារឿងហ្នឹងគាត់ព្រមរកដំណោះស្រាយជាមួយយើងមើលទៅថាដំណោះស្រាយហ្នឹងវាអាចថាដំបូងមើលទៅមិនដឹងត្រូវខុសប៉ុន្តែ he trying to រកដំណោះស្រាយដោះស្រាយរឿងហ្នឹងដើម្បីកុំឲ្យឆ្លោះគ្នាអត់ដើម្បីកុំឲ្យប៉ះពាល់អារម្មណ៍យើងអត់បើសិនជា he ធ្វើបែបហ្នឹងអាហ្នឹងអ្នកគ្នាបន្តឆ្លាញ់គាត់ទៅទោះបីឥឡូវហ្នឹងគាត់អត់ទាន់ឆ្លាញ់អ្នកគ្នា in a right way ក៏ដោយឆ្លាញ់អត់ទាន់ធំត្រូវក៏ដោយអ្នកគ្នាមានអារម្មណ៍ថាអត់ទាន់បានទទួលបានក្តីឆ្លាញ់ពេញលេញក៏ដោយប៉ុន្តែមនុស្សម្នាក់ហ្នឹង is a right one មានថាគាត់មានទឹកចិត្តឆ្លាញ់អ្នកគ្នាពិតប្រាកដមែនអញ្ចឹងយើងចាប់ផ្ដើមឆ្លាញ់គាត់ទៅតែបើសិនជាមនុស្សម្នាក់ហ្នឹងរកពេលដែលមានបញ្ហានៅពេលដែលយើង bring out problem ថាអូខេឥឡូវយើងចង់ជួបបញ្ហានេះយើងអត់ពេញចិត្តកន្លែងដែលគាត់ធ្វើដាក់យើងគាត់ព្យាយាម avoiding គាត់ព្យាយាមលក្ខណៈថាគាត់ធ្វើចឹងដោយសារតែអ្នកឯងចេះគាត់អត់អាចកែអាហ្នឹងបានទេព្រោះហ្នឹងវាជា childhood trauma ឬក៏វាអីមួយអាហ្នឹង is a red flag please walk away from him ទៅហើយអាករណីហ្នឹងគឺទូទៅហ្មងមិនមែនខ្ញុំនិយាយហ្នឹងចង់និយាយថាគឺវាជារឿងទូទៅ knowledge វាថា basic ខ្លាំងមែនតើហ្មងដែលស្អីទៅដឹងមុនពេលដែល in relationship but anyway ស្អាតទៅនេះខ្ញុំទៅទិញពីចិនមកខ្ញុំទៅទិញពី official page របស់ Flower No ហ្មងហើយខ្ញុំកុំឃើញអញ្ចឹងណា look at my eyeshadow អត់ងាយផាត់មុខទេខ្ជិលប៉ុន្តែពេលដែលផាត់មុខម្ដងគឺឈ្នះហ្មងឈ្នះអស់មានសត្រូវហ្មងបើសិនជាជំនាញតេស្តនៅចិត្តហ្នឹងគាត់នឹងមានអារម្មណ៍ថាអូឡើងឈ្នះអញពីផ្សឹងពណ៌ eyeshadow ខ្ញុំញាក់ខ្លាំងតែន